តោះបងប្អូនមករៀនធ្វើស៊ុបបែបជប៉ុនញ៉ាំទាំងអស់គ្នាស៊ុបនេះគេហៅថាអូដេងភាគច្រើនគឺធ្វើញ៉ាំនៅពេលខែត្រជាក់ព្រោះញ៉ាំហើយធ្វើឲ្យយើងមានកម្ដៅនៅក្នុងខ្លួនមិនធ្វើឲ្យយើងហើមពេលញ៉ាំហើយបន្លែដែលយើងត្រូវមាននោះគឺដំឡូងបារាំងបងប្អូននេះគឺយើងចិតវាឲ្យមូលបែបហ្នឹងម៉ែនេះមូលចឹងណាហើយសម្រាប់ការ៉ុតហើយនឹងថៃថាវវិញខ្ញុំកាត់វាតូចបែបហ្នឹងហើយគឺយើងជាវាកែមឲ្យវារៀងមូលអាឡងព្រោះនៅពេលដែលយើងយកទៅស្ងោរមួយងាស់ទៅវាអត់បែកវាអត់អាលួយនៅក្នុងឆ្នាំងទេហើយសម្រាប់នេះវិញគឺជាដុំអង្ករដំណើបបងប្អូនគឺឆ្ងាញ់ខ្លាំងណាស់ហើយមួយថង់នេះគឺមាន2ដុំនេះគេឲ្យពួកខ្ញុំមកដែរទេហើយខ្ញុំទុកបកកហើយសោមនេះគឺជាសោមដែលយើងដាក់នៅក្នុងអង្ករដំណើបហ្នឹងដែលគេធ្វើអំពីពពុះសដែកបងប្អូនហើយយើងដាក់វាមកបែបហ្នឹងខ្ញុំចូលចិត្តខ្លាំងណាស់ហើយខ្ញុំតែងតែធ្វើហើយខ្ញុំដាក់វាច្រើនបែបហ្នឹងឯងហើយពពុះសដែកហ្នឹងយើងកាត់វាជា2ស្មើគ្នាមកយើងដាក់អង្ករដំណើបហ្នឹងដុំមកហើយយើងចងនឹងខ្សែនេះសម្រាប់ខ្សែនេះខ្ញុំភ្លេចថាគេធ្វើអំពីអីប៉ុន្តែយើងអាចញ៉ាំទាំងខ្សែនឹងបានពេលឆ្អិនម្ហូបវាអត់ប៉ះពាល់អីដល់សុខភាពទេបងប្អូននេះខ្ញុំតែងតែធ្វើដាក់ដំណើបនឹងឲ្យច្រើនមកតែសម្រាប់គ្រឿងបន្ទាប់នោះពិសេសនោះគឺប្រហិតបងប្អូនប្រហិតគឺខ្ញុំទិញមកហើយខ្ញុំក៏បានទិញអាមួយសេតមួយឈុតគេនេះគឺមានគ្រឿងទឹកនៅក្នុងនឹងស្រាប់ហ្នឹងគឺសម្រាប់ដាក់អូដេងនឹងហ្មងណាបងប្អូនចង់ប្រើក៏បានអត់ប្រើក៏បានតែសម្រាប់ខ្ញុំគឺខ្ញុំប្រើហើយនេះគឺជាថងអង្ករដំណើបនេះអាសេតគេអង្ករដំណើបគឺទូចមែនតែនហើយប្រៀបធៀបនឹងអាខ្ញុំធ្វើនេះគឺធំខុសគ្នាអញ្ចឹងណានិយាយទៅខ្ញុំចូលចិត្តដាក់អង្ករឲ្យច្រើនហើយនេះគឺគ្រឿងប្រហិតដែលខ្ញុំទិញមកនេះបងប្អូនហើយបែងចុះបែងឡើងគឺប្រហិតនឹងច្រើនមែនតែនឥឡូវយើងមកសោះបន្លែសិនមុននឹងយើងយកទៅស្ងោរស៊ុបបងប្អូនយើងអត់ទុកវាយូរទេបងប្អូនយើងគ្រាន់តែដាក់ទុកវាប្រហែលជា10វិនាទីទេសម្រាប់ខ្ញុំហើយយើងស្រង់វាចេញមកយើងដាក់នៅក្នុងទឹកត្រជាក់ខ្ញុំដាក់បែបនេះបងប្អូនហើយបន្ទាប់ពីសោះបន្លែហើយខ្ញុំសោះផ្នែកប្រហិតហើយយើងប្រើទឹកដដែលទៅប្រហិតនេះគឺយើងស្រោដើម្បីឲ្យវាចេញជាតិខ្លាញ់នៅក្នុងនឹងវាយូរដូចគ្នាទុកតែជ្រលក់វាឲ្យម៉មតសពប្រហិតសាច់ប្រហិតហើយយើងដួសវាចេញដាក់ក្នុងកញ្ច្រែងដើម្បីឲ្យវាស្រស់ទឹកធម្មតានឹងឯងហើយខ្ញុំក៏ថែមជាមួយនឹងសាច់ឆ្អឹងជំនីជ្រូកដែរសាច់គោក៏បានសាច់អីក៏បានដែរចង់ដាក់មិនដាក់ក៏បានដែរតែសម្រាប់ខ្ញុំចូលចិត្តឆ្អឹងជំនីជ្រូកពីមុនមកខ្ញុំដាក់ផ្លូវមាន់អញ្ចឹងណាហើយនេះគ្រឿងដៃមួយទៀតដែលពិសេសជាងគេទៅទៀតនោះគឺគ្រឿងដាក់អូដេងនឹងឯងបងប្អូនចង់ដាក់អាប្រភេទត្រីហុយបែបជប៉ុនណាយកមកធ្វើទឹកស៊ុបវាក៏បានដែរប៉ុន្តែខ្ញុំភ្លេចទិញឲ្យឈឹងតែសំណាងឯនៅផ្ទះមានទឹកកញ្ចប់នឹងមានដល់2កញ្ចប់ហើយសម្រាប់មួយកញ្ចប់គឺយើងលាយទឹក1លីត្រទេហើយយើងកូរវាឲ្យលាយគ្រឿងនៅក្នុងមកហើយបន្ទាប់មកយើងក៏ថែមបន្លែប្លុកដែលយើងបានដាក់រៀបចំហើយនេះបងប្អូនមានទាំងប្រហិតមានទាំងពងមាន់ស្ងោរខ្ញុំភ្លេចរៀបរាប់អស់ពីខាងដើមនេះបងប្អូនហើយនឹងមានកងញាក់គឺមានអីនឹងដាក់ចូលគ្នាទាំងអស់នឹងមកហ្មងមកចាប់គិតអីទេមានបន្លែទាំងប្រមាណដាក់មកទាំងអស់ហើយសម្រាប់ខ្ញុំធ្វើចុះឡើងអានេះបន្តិចមុខបានឡើងច្រើនមែនតើហើយខ្ញុំអត់មានឆ្នាំងធំទេអញ្ចឹងហើយខ្ញុំបែកវាជា2មកបងប្អូននេះឃើញទេខ្ញុំបង្ងាស់វាពុះហើយបងប្អូនប្រហិតស៊ុបបែបនេះគឺយើងអត់តម្រូវឲ្យយើងកូរវាណាតែកូរវាបែកវល់ពេញឆ្នាំងហើយយើងអត់កូរយើងស្កត់វាបន្តិចតែប៉ុណ្្នឹងឯងហើយយើងបង្ងាស់វាឲ្យរៀងចូលជាតិមកគឺរសជាតិវាឆ្ងាញ់ចេញពីប្រហិតចេញពីទឹកស៊ុសចេញពីបន្លែដែលយើងបានដាក់ហ្នឹងយើងអត់ថែមគ្រឿងអីទេដោយសារតែខ្ញុំហ្នឹងដាក់គ្រឿងកញ្ចប់វាស្រាប់តែប៉ុណ្្នឹងហើយឯងបងប្អូនខ្ញុំធ្វើប៉ុណ្្នឹងគឺខ្ញុំបានញ៉ាំបាន2ថ្ងៃបាន4ពេលបងប្អូនព្រោះអីយើងអាចទុកយូរបានវាអត់ខូចអត់ផ្អូមទេហើយយើងកម្ដៅវារហូតចឹងទៅទុកកាន់តែយូរកាន់តែឆ្ងាញ់បន្លែកាន់តែលួយកាន់តែឆ្ងាញ់អ្វីដែលខ្ញុំចូលចិត្តនៅក្នុងស៊ុបហ្នឹងទី1គឺអង្ករដំណើបទី2គឺប្រហិតហ្នឹងឯង